អូខេអញ្ចឹងប្រហែលជាអ្នកនរគ្នាបានដឹងហើយគឺក្រុមហ៊ុនទូរស័ព្ទធំៗនៅពេលបច្ចុប្បន្នដូចជា Oppo Samsung ឬក៏ Xiaomi គេចេញ Series Ultra របស់គេអស់ហើយនៅឡើយតែ Vivo ទេដែលគេនឹងប្រកាសចេញ Series Ultra របស់ខ្លួននៅថ្ងៃទី21ខាងមុខនេះឯងវាគឺជា Vivo X200 Ultra អ្វីដែលគេនឹងផ្ដោតសំខាន់ខ្លាំងនៅលើ X200 Ultra គឺប្រព័ន្ធកាមេរ៉ាតែម្ដងអ្នកនរគ្នាលើកនេះ Vivo គឺធ្វើឈុតធំហើយគេមានមកទាំងកាមេរ៉ា kit ដូចនឹង Xiaomi 15 Ultra អញ្ចឹងហើយ sensor របស់គេគឺក៏ improve ដែរដោយ sensor ultra wide របស់គេគឺប្រើ sensor ធំដូចជា mainland អញ្ចឹងបើយើងនិយាយពីអេក្រង់នេះគឺវាដូចគ្នាទេទំហំ 6.8 inch 2K quad curve ទាំង4ជ្រុងនេះគឺវាដូចគ្នាទេអ្វីដែលប្លែកគឺ Vivo X200 Pro ប្រើប្រាស់ chip Dimensity 9400ចំណែកឯ X200 Ultra នេះគឺប្រើប្រាស់ chip Snapdragon 8 Elite ទៅវិញវាដូចជា Oppo ដែរដែលគេជ្រើសរើសដើរផ្លូវបែបនេះ Series Pro របស់គេគឺគេប្រើ chip 9400 Series Ultra របស់គេគឺគេប្រើ chip Snapdragon 8 Elite ហើយចំពោះ RAM គឺ12 16ដូចគ្នាទេហើយនឹងជាមួយនឹង storage គឺក៏ដូចគ្នាដែរ 512GB ហើយនឹង 1TB ថ្មទំហំ 6000 mAh ដូចគ្នាអ្នកទាំងអស់គ្នាហើយជាប្រភេទថ្មថ្មី silicon carbon mainland 50 megapixel ដូចគ្នាប្រើប្រាស់ sensor របស់ Sony LYT 818ហើយអ្វីដែលសំខាន់គឺការទប់លំនឹងរបស់ X200 Ultra គឺបានល្អខ្លាំងមែនទែនសឹងតែដូច gimbal អ្នកទាំងអស់គ្នាអញ្ចឹងអានេះគឺជា feature ដែលគេផ្ដោតសំខាន់ខ្លាំងទៅលើ X200 Ultra អញ្ចឹងចាំមើលគេប្រកាសចេញ technology ពីក្រោយការទប់លំនឹងយ៉ាងល្អនេះហើយយើងនឹងតាមដានមើលទាំងអស់នេះនៅថ្ងៃទី21 telephoto 200 megapixel គឺវាធំមែនទែនហើយ ultra wide គឺ50 megapixel ដូចគ្នាក៏ប៉ុន្តែ sensor នៅលើ ultra wide របស់ X200 Ultra នេះគឺគេរំពឹងថានឹងពាក់ sensor ធំដូចជា mainland អញ្ចឹងយើងចាំមើលទាំងអស់គ្នាហើយអ្វីដែលសំខាន់គឺ video capability គឺវាអាចថតបានរហូតដល់ 10 bit lock mode អ្នកទាំងអស់គ្នាគឺមានន័យថាវាល្អមែនទែនទូរស័ព្ទរបស់យើងភាគច្រើនគឺថតបានត្រឹមតែ8 bit ទេ10 bit គឺអ្នកទាំងអស់គ្នាអាចថតទៅជា file raw ហើយយកទៅ edit បានល្អមែនទែននៅលើ X200 Ultra កម្លាំងសាកថ្មគឺដូចគ្នាទេ90 W ប្រើខ្សែហើយ30 W ប្រើ wireless ចំណុចពិសេសរបស់ X200 Ultra គឺវានឹងបំពាក់ប៊ូតុងដាច់ដライមួយទៀតដូចនឹង iPhone 16 Pro Max អញ្ចឹងតែជាប៊ូតុងផ្ដោតសំខាន់នៅលើការថតរូបភាពឬក៏វីដេអូហើយទាំងអស់នេះហើយគឺជាអ្វីដែលខុសគ្នារវាង Vivo X200 Pro ហើយនឹងបងធំរបស់វា Vivo X200 Ultra ដែលនឹងដាក់បង្ហាញនៅថ្ងៃទី21ខែមេសាខាងមុខនេះអញ្ចឹងជាក់ស្ដែងយ៉ាងណាយើងនឹងតាមដានទាំងអស់គ្នានៅថ្ងៃនោះហើយកុំភ្លេច follow ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឬក៏ឧបករណ៍ដែលចេញថ្មីៗនៅពេលខាងមុខទៀត